ហាងសាឡននៅជប៉ុនបើសិនជាយើងចង់អ៊ុតសក់ត្រង់ផងហើយយើងចង់ប្រូពណ៌សក់ផងនៅក្នុងថ្ងៃតែមួយគឺគេអត់ធ្វើយើងទេនៅក្នុងចំណោមសេវាកម្មពីរហ្នឹងគឺគេឲ្យយើងជ្រើសរើសមួយធ្វើមុនបន្ទាប់មកហើយបានប្រហែលជារយៈពេល1ខែក្រោយចាំយើងទៅធ្វើសេវាកម្មមួយទៀតធម្មតាអ្នកនៅក្នុងហាងសាឡនហ្នឹងគឺគាត់ណែនាំឲ្យអ៊ុតសក់ត្រង់មុនបន្ទាប់មកហើយចាំយើងទៅបដូរពណ៌សក់តាមក្រោយអញ្ចឹងណាធ្វើអញ្ចឹងដើម្បីកុំឲ្យសរសៃសក់របស់យើងហ្នឹងខូចខ្លាំងពេកហើយខ្ញុំក៏ធ្វើទៅតាមខាងសាឡនគាត់ណែនាំដែរដំបូងគឺខ្ញុំទៅអ៊ុតសក់ត្រង់ហើយកាត់សិនចំពោះសេវាកម្មពីរហ្នឹងគេអាចធ្វើឲ្យយើងនៅក្នុងថ្ងៃតែមួយបានហើយការអ៊ុតសក់ត្រង់នៅនេះគឺគេអ៊ុតឲ្យយើងពីរទឹកហើយពេលដែលគេកក់សម្អាតសក់ឬក៏លាងសម្អាតសក់យើងបងប្អូនគេអត់មែនម៉ាស្សាដូចនៅស្រុកខ្មែរទេនៅស្រុកខ្មែរគឺម៉ាស្សាធ្វើឲ្យយើងមានអារម្មណ៍ល្អមែនទែនតែនៅជប៉ុនគឺអត់មានទេគឺគេលាងធម្មតាហើយចំពោះគុណភាពនៃការត្រង់សក់របស់យើងនេះគឺបាន4ទៅ5ខែហើយនៅពេលដែលអ៊ុតក៏គេអត់មានទាញឲ្យយើងមានអារម្មណ៍ឈឺស្បែកក្បាលទាញឲ្យយើងក្តៅអាលាកស្បែកក្បាលលាកកអាលាកតិចដូចយុទ្ធដែលខ្ញុំធ្លាប់ធ្វើនៅខ្មែរកន្លងមកទេការធ្វើរបស់គេនឹងគឺគេមានការប្រុងប្រយ័ត្នមែនទែនហើយខ្ញុំបន្ទាប់ពីខ្ញុំអ៊ុតសក់ត្រង់ហើយនេះបងប្អូនគឺសក់ខ្ញុំអ៊ុតហើយនឹងកាត់ហើយអញ្ចឹងណាហើយខ្ញុំក៏ចាប់ផ្ដើមទៅដាក់ពណ៌សក់ដែរសក់នេះគឺខ្ញុំអ៊ុតហើយ1ខែរួចហើយខ្ញុំអត់ដែរគៀបឆ្នាំងគៀបសក់គៀបអីទេគឺទុកធម្មតាហើយពណ៌ដែលខ្ញុំស្រឡាញ់នេះបងប្អូនគឺមានពណ៌ទី1ហើយនិងពណ៌ទី2នៅពេលដែលខ្ញុំទៅវិភាសាជាមួយអ្នកសាឡនគាត់ឲ្យខ្ញុំយកពណ៌ទី2អញ្ចឹងខ្ញុំក៏យកពណ៌ទី2ទៅមិនថាតែពេលដែលយើងអ៊ុតសក់ត្រង់និងពេលដែលយើងទៅប្ដូរពណ៌សក់ទេនៅពេលដែលគេលាងសម្អាតសក់របស់យើងគឺគេអត់មានម៉ាស្សាដូចនៅស្រុកខ្មែរទេបងប្អូនសេវាកម្មនេះគឺខ្ញុំអត់ចូលចិត្តទេបើសិនតែមានម៉ាស្សាដូចនៅស្រុកខ្មែរគឺល្អមែនតើពេលដែលយើងកាត់ហើយយើងប្ដូរពណ៌សក់ក៏គេអត់មានគៀបសក់យើងឲ្យត្រង់ដែរបើសិនជាកាត់ហើយគឺយើងគឺចប់ទៅគិតលុយហើយនៅពេលដែលយើងប្ដូរពណ៌សក់ហើយគ្រាន់តែគេលាងសម្អាតហើយគេមកផ្លុំសក់យើងឲ្យស្ងួតហើយក៏គិតលុយតែម្ដងគឺគេអត់មានគៀបសក់យើងឲ្យត្រង់ទេបងប្អូនហើយនេះក្រោយពីខ្ញុំបដូរពណ៌សក់ហើយណាបងប្អូនពណ៌ដែលខ្ញុំស្រឡាញ់គឺខ្ញុំស្រឡាញ់បែបពណ៌រាងប្រផេះហ្នឹងបងប្អូនប៉ុន្តែដល់ពេលចេញមកបែរជាចេញដូចបែកទឹកបិញមិនអត់ដឹងប្តីខ្ញុំគាត់អត់ដឹងថាខ្ញុំនឹងលាបពណ៌សក់ទេគាត់ថាដូចជាគ្មានឃើញប្លែកផងអាពណ៌ដើមពណ៌លាបហើយហ្នឹងតែមួយហ្នឹងខ្ញុំថាខ្ញុំមិនដឹងបើសិនតែដាក់មកវាអត់ចេញអញ្ចឹងហើយការដាក់លាបពណ៌សក់នេះបងប្អូនគឺគេលាបឲ្យយើងតែម្ដងទេចេញមកគឺអញ្ចឹងហើយគឺគេប្រាប់យើងអត់អាចលាបច្រើនដងបានទេលាបច្រើនដងវាធ្វើឲ្យសក់យើងវាខូចហើយក៏គេប្រាប់ដែរបើសិនជាយើងអត់ធ្លាប់លាបពណ៌សក់អត់ធ្លាប់លេងពណ៌សក់ទេហើយនៅពេលដែលយើងទៅបដូរពណ៌សក់គឺវាអាចនឹងចេញអត់ដូចពណ៌ដែលយើងចង់បានទេខុសពីហាងសាឡនដែលខ្ញុំធ្លាប់ធ្វើនៅខ្មែរអញ្ចឹងបងប្អូនបើសិនតែលាបម្ដងអត់ចេញដូចពណ៌ដែលយើងចង់បានទេគេចាប់លាបយើងម្ដងទៀតលាបចុះលាបឡើងតតែឆេះសក់ខ្ទេចខ្ញុំឡើងរៀងលែងហ៊ានលាបពណ៌សក់ខ្ញុំធ្លាប់លេងពណ៌សក់2ឆ្នាំដែរតែតាំងពីខូចសក់ទៅគឺខ្ញុំឈប់លេងរហូតទើបតែ6ឆ្នាំក្រោយនេះមកទើបខ្ញុំហ៊ានលេងពណ៌សក់ទៀតហើយបើនិយាយពីតម្លៃវិញមិនថាអ៊ុតសក់ត្រង់មិនថាកាត់សក់ទេបងប្អូនគឺគេវាស់ទៅតាមប្រវែងសក់របស់យើងបើសក់យើងវែងគឺអស់ថ្លៃបើសក់យើងខ្លីគឺវាអស់តិចអញ្ចឹងទៅចំពោះសក់វែងសក់ខ្ញុំនេះនៅពេលដែលខ្ញុំទៅអ៊ុតសក់ត្រង់គឺអស់14000យេនជាងប្រហែលជា$98ជាងអញ្ចឹងណាបងប្អូនហើយចំពោះពណ៌សក់នៅពេលដែលខ្ញុំទៅលាបពណ៌ហ្នឹងគឺអស់8000យេនជាងប្រហែលជា$58ជាងដែរបងប្អូនសម្រាប់ខ្ញុំតម្លៃហើយនឹងគុណភាពគឺអត់ស៊ីមេទ្រីគ្នាទេប៉ុន្តែគឺខ្ញុំអាចទទួលយកបានដោយសារតែវាមានសុវត្ថិភាពទៅលើសរសៃសក់របស់ខ្ញុំអញ្ចឹងណា